ប្រកបនេះមនុស្សគ្រប់គ្នាសុទ្ធតែមានទុក្ខលំបាកក្នុងជីវិតរបស់ខ្លួនដោយឡែកពីគ្នាទាំងអស់ហើយមនុស្សជើងទាំងអស់មិនប្រកបថាឆ្លើយតបទៅកាន់បញ្ហាជីវិតដូចគ្នានោះឡើយព្រោះតែការឆ្លើយតបទៅកាន់បញ្ហាជីវិតខុសគ្នានេះហើយទើបធ្វើឲ្យមនុស្សខ្លះមើលឃើញបញ្ហាជាបញ្ហាតែមនុស្សខ្លះទៀតមើលឃើញបញ្ហាជាឱកាសជាកម្មចន្ទានាំជីវិតគេទៅកាន់ដំណាក់កាលថ្មីមួយទៀតពិតណាស់ថាបញ្ហាធ្វើឲ្យមនុស្សជើងលំបាកក្នុងការរស់នៅក៏មានការគិតខ្លីព្រោះតែស្មុគស្មាញពេកដោយសារអំរែកនៃបញ្ហាវាធ្ងន់ដែលមិនអាចក្រាបរងបានវាធំហួសលើសពីសមត្ថភាពរបស់យើងបើយើងជួបនឹងកលៈទេសៈលំបាកចូលធ្វើចិត្តឲ្យស្ងប់ដើម្បីប្រមូលគំនិតបញ្ចូលធម៌ពលទៅលើភាពវិជ្ជមានព្រោះភាពនឹងថឹងក្នុងគ្រប់ឧបសគ្គរាល់ពេលវេលាវានឹងធ្វើឲ្យយើងអាចជោគឈ្នះលើគ្រប់បញ្ហាក្នុងជីវិតបានទោះបីរងសម្ពាធយ៉ាងណាត្រូវដឹងថាជប់ងងឹតខ្លាំងកម្រិតណាវាគង់តែរលាយទៅវិញកាលណាពន្លឺព្រះអាទិត្យចាប់ផ្ដើមបញ្ចេញពន្លឺដូចគ្នានឹងបញ្ហាក្នុងជីវិតយើងដែរវាគង់តែរលាយបាត់ទៅវិញដរាបណាយើងមិនបោះបង់ចោលការតស៊ូដើម្បីបញ្ចេញពន្លឺបំភ្លឺជីវិតខ្លួនឯង